វិបត្តិនៃការបោះបង់ពាក្យអរគុណនិងសុំទោសពាក្យអរគុណនិងសុំទោសចាប់ផ្ដើមបាត់បង់បន្តិចម្ដងទៅហើយមនុស្សខ្លះទទួលការជ្រោមជ្រែងពីគេហើយបែរជាដើរចេញធ្វើប្រងើយរកតែពាក្យអរគុណមួយម៉ាត់ក៏គ្មានខ្លះទៀតធ្វើខុសនឹងមុខប៉ុន្តែមានចរិតរឹងរូសមិនព្រមគ្រាន់តែប្រើពាក្យគឺសុំទោសជាមួយម៉ាត់គេគិតថាការពោលពាក្យអរគុណឬសុំទោសទៅកាន់អ្នកណាម្នាក់គឺជាភាពអន់ថយប៉ុន្តែតាមពិតពាក្យសុំទោសមិនមែនមានន័យថាអ្នកអន់នោះឡើយវាបង្ហាញពីគុណធម៌សុជីវធម៌ខ្ពង់ខ្ពស់និងសេចក្តីថ្លៃថ្នូររបស់អ្នកទៅវិញទេចំណែកពាក្យអរគុណបង្ហាញពីការដឹងគុណនិងសីលធម៌ដ៏ល្អប្រពៃរបស់អ្នកពាក្យសម្ដីដ៏មានតម្លៃទាំងពីរម៉ាត់នេះអ្នកគួរតែព្យាយាមប្រើប្រាស់វាចូលកុំកំណាញ់ពាក្យគឺសុំទោសពេលដឹងខ្លួនថាបានធ្វើខុសណាមួយកុំភ្លេចពោលពាក្យអរគុណក៏ដល់គ្រប់គ្នាតែបានធ្វើអំពើល្អមកលើអ្នករក្សាសីលធម៌សុជីវធម៌និងភាពទន់ភ្លន់គឺជាតម្លៃដ៏ខ្ពង់ខ្ពស់របស់អ្នក